មានករណីឪពុកនិងកូនស្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត Long Cruiser មួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យប៉ាងធ្លាក់ស្រែស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកាត់ហេតុតែម្ដងករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា 11:15 នាទីព្រឹកថ្ងៃទី 26 ខែឧសភាឆ្នាំ 2025 នៅផ្លូវក្រវ៉ាត់ក្រុងស្ថិតនៅភូមិគល់គប់ឃុំស្រែថ្មីស្រុករលៀបអៀខេត្តកំពង់ឆ្នាំងសាក្សីនៅកន្លែងកើតហេតុបានได้ដឹងថានៅមុនពេលកើតហេតុគេឃើញបរិសុទ្ធជាឪពុកបានជិះម៉ូតូមួយគ្រឿងដឹកកូនស្រីត្រឡប់ពីសាលារៀនវិញដោយសពមួយដងដោយធ្វើដំណើរពីខាងកើតទៅខាងលិចលុះមកដល់ចំណុចកើតហេតុផ្លូវបែកជា4ចំណុចប្រសពផ្លូវវាងក្រុងម៉ូតូជនរងគ្រោះបានបើកឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿង Long Cruiser ពាក់ស្លាកលេខពណ៌លឿងបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងក៏បានបុកជាមួយនឹងម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះប៉ាងធ្លាក់ស្រែស្លាប់ទាំងពីរនាក់ឪពុកនិងកូនសូមបញ្ជាក់ដែរថាជនរងគ្រោះជាឪពុកមានឈ្មោះថាញ៉ែមផល្លាអាយុ42ឆ្នាំនិងកូនស្រីឈ្មោះយិនធារាមានអាយុ11ឆ្នាំទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើក្រោយកើតហេតុគេឃើញមានមនុស្សពីរនាក់ចេញពីក្នុងរថយន្តមួយគ្រឿងខាងលើនិយាយភាសាខ្មែរមិនសូវច្បាស់និងបានលើកដៃសំពះអ្នកនៅទីនោះឲ្យជួយហៅឡានពេទ្យនិងសមត្ថកិច្ចដើម្បីធ្វើការសង្គ្រោះជនរងគ្រោះផងដែរតែជាអកុសលជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូនបានស្លាប់បាត់បង់ជីវិតទៅហើយបច្ចុប្បន្នរថយន្តនិងម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីរងចាំការអនុវត្តទៅតាមនីតិវិធីនៅពេលក្រោយ